នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយព្រៃក្រាស់និងភ្នំអប់មានក្មេងស្រីដែលចង់ដឹងចង់ឃើញនឹងផ្សងព្រេងម្នាក់ឈ្មោះយ៉ាយ៉ាចូលចិត្តការរុករកព្រៃឈើឡើងដើមឈើនិងស្វែងរកខ្សែទឹកដែលលាក់កំបាំងប៉ុន្តែមានកន្លែងមួយដែលនាងមិនធ្លាប់បានទៅបេះដូងនៃព្រៃដែលផ្លូវសម្ងាត់មួយត្រូវបានគេនិយាយថានាំទៅដល់ការឈូសឆាយវេទមន្តពោពេញដោយអច្ឆរិយៈអ្នកភូមិតែងនិយាយអំពីផ្លូវលាក់ខ្លួនប៉ុន្តែគ្មាននរណាម្នាក់រកឃើញទេអ្នកចាស់ទុំបានមានប្រសាសន៍ថាមានតែអ្នកដែលមានចិត្តស្មោះត្រង់និងបរិសុទ្ធប៉ុណ្ណោះដែលអាចមើលផ្លូវបានភាពមិនស្មោះត្រង់នឹងនាំអ្នកឲ្យវង្វេងយ៉ាតាំងចិត្តស្វែងរកផ្លូវពេលព្រឹកដែលមានពន្លឺថ្ងៃមួយនាងបានខ្ចប់ថង់តូចមួយជាមួយនឹងអាហារសម្រន់ដបទឹកមួយនិងត្រីវិស័យដែលនាងចូលចិត្តហើយចេញទៅក្នុងព្រៃនាងបានដើរតាមគន្លងដែលនាងដឹងប៉ុន្តែនៅពេលដែលដើមឈើកាន់តែក្រាស់ហើយពន្លឺថ្ងៃបានស្រអាប់នាងដឹងថានាងបានវង្វេងអូអត់ទេយ៉ារអ៊ូទាំសម្លឹងមើលជុំវិញផ្លូវមួយណាទៅផ្ទះភ្លាមនោះនាងក៏ឮសូរក្រហមនៅក្នុងគុម្ពោតព្រៃចេញក្រៅលោតទន្សាយមាសតូចមួយដែលមានរោមចាំងពន្លឺនិងភ្នែកដែលបញ្ចេញពន្លឺដូចផ្កាយជំរាបសួរយ៉ាទន្សាយបាននិយាយដោយសំឡេងទន់ភ្លន់យាយដកដង្ហើមធំគឺអ្នកអាចនិយាយបានទេទន្សាយឆ្លើយថាពិតណាស់ខ្ញុំអាចធ្វើបានក៏ខ្ញុំជាអាណាព្យាបាលនៃផ្លូវដែលលាក់អ្នកហាក់ដូចជាវង្វេងតើអ្នកកំពុងស្វែងរកអ្វីមួយមែនទេយាយបាននិយាយថាក៏ខ្ញុំកំពុងព្យាយាមស្វែងរកផ្លូវសម្ងាត់ទៅកាន់ការបោះសម្អាតវេទមន្តតែខ្ញុំមិនដឹងថាត្រូវទៅណាទេទន្សាយងក់ក្បាលក៏ផ្លូវត្រូវបានលាក់ទុកដោយហេតុផលមានតែអ្នកដែលសច្ចៈនិងស្មោះត្រង់ប៉ុណ្ណោះទើបអាចរកឃើញបានតើអ្នកស្មោះត្រង់ទេយ៉ាគិតមួយសន្ទុះនាងនឹកឃើញគ្រាដែលនាងបានបំបែកធូរសំណពរបស់ម្ដាយនាងដោយចៃដន្យហើយបន្ទោសវាទៅលើឆ្មានាងមានអារម្មណ៍ថាមានកំហុសខ្ញុំមិនតែងតែស្មោះត្រង់ទេជាយាយសារភាពថាថ្ពាល់របស់នាងប្រែជាក្រហមប៉ុន្តែខ្ញុំចង់ក្លាយជាទន្សាយញឹមគឺភាពស្មោះត្រង់គឺជាជំហានដំបូងដើម្បីស្វែងរកផ្លូវអ្នកត្រូវតែបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ចូលមកតាមខ្ញុំទន្សាយបាននាំយាយចូលទៅក្នុងព្រៃកាន់តែជ្រៅជាកន្លែងដែលពួកគេឆ្លងកាត់ផ្លូវលំផ្លូវមួយមានផ្លូវធំទូលាយនិងមានផ្លូវដើរបានល្អចំណែកផ្លូវមួយទៀតតូចចង្អៀតនិងដុះលើសដើមតើខ្ញុំគួរដើរតាមផ្លូវណាយ៉ាសួរភ្នែករបស់ទន្សាយព្រិចភ្នែកផ្លូវធំទូលាយគឺងាយស្រួលប៉ុន្តែវានាំទៅដល់ទីបញ្ចប់ផ្លូវតូចចង្អៀតគឺពិបាកជាងប៉ុន្តែវានឹងនាំអ្នកឲ្យខិតទៅជិតផ្លូវលាក់កំបាំងទោះយ៉ាងណាក៏ដោយអ្នកត្រូវតែឆ្លើយសំណួរមួយឲ្យច្បាស់សិនមុននឹងអ្នកអាចយកវាបានយ៉ាងក់ក្បាលក៏ខ្ញុំរួចរាល់ហើយទន្សាយសួរថាតើអ្នកធ្លាប់យករបស់ដែលមិនមែនជារបស់អ្នកដែរឬទេយាយគិតទៅការដែលនាងបានយកគ្រួសភ្លឺចាំងពីបណ្ដុំរបស់មិត្តនាងដោយមិនបាច់សួរនាងបានលាក់ទុកក្នុងហោប៉ៅរបស់នាងតាំងពីពេលនោះមកបាទយ៉ានិយាយទាំងសំឡេងញ័រក៏ខ្ញុំបានយកគ្រួសពីមិត្តរបស់ខ្ញុំមិនមានបំណងលួចវាទេប៉ុន្តែខ្ញុំមិនដែលប្រគល់វាវិញទេទន្សាយងក់ក្បាលត្រឡប់គ្រួសវិញហើយផ្លូវនឹងបង្ហាញខ្លួនឯងយ៉ាប្រញាប់ត្រឡប់ទៅភូមិវិញហើយរកមិត្តភ័ក្តិរបស់នាងបានសុំទោសហើយយកគ្រួសនោះមកវិញដោយមានអារម្មណ៍ថាមានទម្ងន់ធ្លាក់ចេញពីស្មារបស់នាងពេលនាងត្រឡប់ទៅព្រៃវិញផ្លូវតូចចង្អៀតភ្លឺដោយពន្លឺពណ៌មាសទន្សាយបាននិយាយថាអ្នកធ្វើបានល្អហើយដើរតាមពន្លឺនោះវានឹងនាំអ្នកទៅកាន់ផ្លូវលាក់កំបាំងយាយដើរតាមគន្លងដ៏ភ្លឺស្វាងបេះដូងរបស់នាងលោតញាប់ដោយក្តីរំភើបផ្លូវវិលទៅមុខប៉ុន្តែពន្លឺមិនរលត់ឡើយទីបំផុតនាងបានទៅដល់កន្លែងឈូសឆាយក្រោមពន្លឺថ្ងៃពណ៌មាសខ្យល់ពោពេញទៅដោយក្លិនផ្កាហើយដើមឈើបញ្ចេញពន្លឺដូចគេគ្រប់ដណ្ដប់ដោយពេជ្រនៅកណ្ដាលនៃការឈូសឆាយគឺជាដើមឈើដ៏អស្ចារ្យមួយដែលមានស្លឹកប្រាក់និងផ្លែមាសនៅក្រោមដើមឈើអង្គុយស្ត្រីចំណាស់ម្នាក់ដែលមានភ្នែកសប្បុរសនិងស្នាមញញឹមដ៏កក់ក្ដៅស្ត្រីនោះបាននិយាយថាគូសូមស្វាគមន៍យ៉ាអ្នកបានបង្ហាញថាខ្លួនអ្នកមានភាពស្មោះត្រង់ហើយដូច្នេះវេទមន្តនៃកន្លែងនេះគឺជារបស់អ្នកដើម្បីរីករាយយាយបានចំណាយពេលមួយថ្ងៃដើម្បីរុករកការបោះសម្អាតភ្លក់ផ្លែឈើពណ៌មាសនិងរួមជាមួយមេអំបៅលុះដល់ពេលចេញដំណើរស្ត្រីចំណាស់ក៏ហុចកណ្ដឹងប្រាក់តូចមួយដល់នាងបាននិយាយថាយកនេះគឺនៅពេលណាដែលអ្នកត្រូវការណែនាំបន្លឺកណ្ដឹងនោះផ្លូវលាក់កំបាំងនឹងលេចចេញមកប៉ុន្តែត្រូវចាំថាវានឹងដំណើរការបានលុះត្រាតែបេះដូងរបស់អ្នកជាការពិត
យ៉ាអរគុណស្ត្រីនិងទន្សាយមាសរួចដើរតាមផ្លូវភ្លឺត្រឡប់ទៅភូមិវិញចាប់ពីថ្ងៃនោះមកនាងបានកាន់កណ្ដឹងប្រាក់ជាមួយនឹងនាងដែលជាការរំលឹកថាភាពស្មោះត្រង់និងសច្ចភាពគឺជាគន្លឹះសម្រាប់ដោះសោភាពអស្ចារ្យបំផុតក្នុងជីវិតសីលធម៌នៃរឿង1. ភាពស្មោះត្រង់បំភ្លឺផ្លូវការពិតរបស់យេបង្ហាញផ្លូវលាក់កំបាំងដែលបង្ហាញថាភាពស្មោះត្រង់នាំទៅរករង្វាន់ដ៏អស្ចារ្យ 2. ការទទួលស្គាល់កំហុសគឺជាជំហានដំបូងដើម្បីរីកចម្រើនឆន្ទៈក្នុងការសារភាពកំហុសរបស់នាងយេជួយឲ្យនាងស្វែងរកផ្លូវ 3. ផ្លូវត្រូវមិនតែងតែជាផ្លូវងាយស្រួលបំផុតនោះទេយេជ្រើសរើសផ្លូវពិបាកជាងស្មោះត្រង់ជាងផ្លូវដែលងាយស្រួលជាងនិងមិនស្មោះត្រង់ 4. Magic ស្ថិតនៅក្នុងភាពស្មោះត្រង់ចំពោះខ្លួនអ្នកដំណើររបស់យេរំលឹកយើងថាដំណើរផ្សងព្រេងដ៏អស្ចារ្យបំផុតបានមកពីការរក្សាភាពស្មោះត្រង់និងសប្បុរស